នៅពីក្រោយម្ហូបឆ្ងាញ់បង្កប់នៅវប្បធម៌និងជីវិតមនុស្សអាហារក្នុងខេត្តយូណានគឺរសជាតិចម្រុះលើចុងអណ្ដានស្រុកកំណើតនៃផ្សែងចម្អិនរបស់ជនជាតិទាំង26គ្រឿងផ្សំធម្មជាតិទំនៀមទម្លាប់អាហារក្នុងខេត្តយូណានក្រុងឈីជីងស្ថិតនៅព្រំប្រទល់ខេត្តយូណាន គួងជ័យ និងខ្វាងស៊ីត្រូវបានគេស្គាល់ថាជាច្រកចូលទៅកាន់ខេត្តយូណានប្រព័ន្ធទឹកដ៏មានប្រយោជន៍នៃទន្លេណានផានស្មៅចិញ្ចឹមសត្វដ៏សម្បូរបែបនៃតំបន់អ៊ូម៉ឹងបង្កើតបានជារបៀបផលិតកម្មរួមគ្នារវាងកសិកម្មនិងការចិញ្ចឹមសត្វនិងវប្បធម៌អាហារដែលបញ្ចូលគ្នាឆ្លងកាត់ទ្វារក្រុងខាងត្បូងដ៏អ៊ូអរចូលក្នុងផ្លូវចាស់នៃទ្វារទិសខាងលិចសម្លេងអ៊ូអរនិងក្លិនផ្សែងបានភាយមកប៉ះមុខភ្លាមក្នុងផ្ទះប្រេងដែលកំពុងក្តៅម្ហូបសាមញ្ញធម្មតាមួយចានតាក់ទាញរសជាតិរបស់អ្នកធ្វើដំណើរដែលឆ្លងកាត់នំអាវដែលហប់ពីលើក្បាលភ្ញៀវគឺជាជំនាញពិសេសដែលវឹកហាត់អស់ពាក់កណ្ដាលជីវិតនំអាំងត្រូវអាំងដោយប៉ោងទាំងសងខាងប្រើកម្លាំងក្រវាត់បន្តិចចាក់ចូលក្នុងចានធំនៅខាងមុខចម្ងាយ2ម៉ែត្រលាបទឹកជ្រលក់សម្ងាត់ហើយដាក់ល្ងនិងសណ្តែកដីដាក់មួយម៉ាត់ទៅក្លិនឈ្ងុយស្រួយហើយទន់ប្រៃផ្អែមសមល្មមរសជាតិនឹងដិតជាប់ក្នុងនាមជាម្ហូបពិសេសរបស់យូណាននំអាំងមានរបៀបញ៉ាំច្រើនបែបអ្វីដែលមនុស្សនៅឈីងជីងចូលចិត្តជាងគេគឺអ៊ឺស៊ឺចំហុយខ្ញុំញ៉ាំតាំងពីអាយុ5ឆ្នាំដល់ឥឡូវនេះពេលយើងញ៉ាំមួយចានតម្លៃ1យួនដល់ឥឡូវនេះណាចានធំតម្លៃ11យួនទោះយ៉ាងណារសជាតិមិនផ្លាស់ប្ដូរទេពេលអ្នកច្បល់វាកាន់តែសសោះពេលចូលក្នុងមាត់មានអារម្មណ៍ថាទន់រលោងខ្ញុំឮថានំអាំងឬខែងនៅខែនេះឆ្ងាញ់ណាស់យើងបានមកញ៉ាំជាពិសេសមានអារម្មណ៍មិនដែរពិតជាឆ្ងាញ់មែននំអើយខៃកាត់ជាសរសៃតូចដាក់ប្រេងល្ងឲ្យរលោងការពារភាពស្អិតរបស់រហូតដល់ត្រសក់ត្រូវការតែ 3-4 នាទីប៉ុណ្ណោះអ៊ឺស៊ឺខ្លាយជាទន់បញ្ចេញក្លិនឈ្ងុយអង្ករនិងប្រេងខ្ញុំបានបើកហាលនំអ៊ឺស៊ឺនេះជាមួយម្ដាយខ្ញុំនៅអាយុ17ឆ្នាំដូច្នេះមកដល់ថ្ងៃនេះគ្រួសារខ្ញុំបានលក់នំអ៊ឺស៊ឺរយៈពេល41ឆ្នាំហើយអ៊ឺស៊ឺចំហុយមានគ្រឿងផ្សំជាង10មុខក្នុងនោះមួកគឺជាសារធាតុសំខាន់ដែលមិនអាចមើលរំលងបានអ្នកត្រូវតែបន្តកូរវាបែបនេះរហូតភ្លើងតិចភ្លើងតូចបំផុតឆាវាយឺតបើអ្នកប្រើកម្លាំងខ្លាំងវានឹងខ្លោចនិងគ្មានក្លិនឈ្ងុយនេះទេឆាប្រហែល10នាទីទឹកក្នុងសាច់បានបញ្ចេញមកលាយជាមួយខ្លាញ់ដើម្បីបង្កើតជាទឹកខាប់ចាំងគូមីងគ្រប់គ្រងភ្លើងដែលយកចិត្តទុកដាក់នំសាច់រួញជាគ្រាប់តូចក្លិនឈ្ងុយឥឡូវកាន់តែខាប់ហើយមែនទេនៅពេលដែលផ្សិតដែលមានខ្លាញ់លឿងដែរនោះបន្ទាប់មកបន្ថែមទឹកស៊ីអ៊ីវផ្អែមដែលបានលាយជាពិសេសគ្រឿងផ្សំសំខាន់ទាំងអស់សម្រាប់អ៊ឺស៊ឺចំហុយមានគ្រប់គ្រាន់ហើយរាល់ព្រឹកខ្ញុំត្រូវក្រោកឡើងនិងភ្លុកបន្តិចផ្អែមប្រៃល្ងមើលថាខ្វះរសជាតិអីបានហើយល្មមហើយអើសើសម្រាប់ក្មេងមិនយល់ហឺពីចានមែនទេសិតតែជាភ្ញៀវចាស់អាចភ្លក់និងដឹងភាពខុសគ្នាបន្តិចបន្តួចនៃរសជាតិក៏អាចដឹងពីជីវិតរស់នៅប្រចាំថ្ងៃរបស់អ្នកស្រុកតាមរយៈអ៊ឺស៊ឺមួយចាននេះផងដែរការរស់នៅក្នុងសង្គមដំបូងយើងក៏ជាអ្នកជិតខាងដែរខ្ញុំធំឡើងដោយញ៉ាំហឺសើរបស់គាត់ពីក្មេងរហូតដល់ចាស់មនុស្សចាស់អាយុ60ឆ្នាំហើយ
បងប្អូនស្រីដែលមានអាយុជាង40ឆ្នាំថែរក្សារសជាតិដើមពិតប្រាកដរបស់ឈីជីងអស់រយៈពេលរាប់សិបឆ្នាំម្ដាយចាស់តែងតែនិយាយថាបងស្រីមិនថាឯងធ្វើអ្វីក៏ដោយឯងត្រូវតែធានាគុណភាពនិងបរិមាណឲ្យអ្នកដទៃច្រើនបន្តិចមានភ្ញៀវច្រើនចេញចូលអាជីវកម្មកាក់កបជីវិតល្អចាប់ផ្ដើមពីពេលព្រឹកអ្នកចាប់ផ្ដើមជាមួយនឹងអ៊ឺស៊ឺចំហុយមួយចានពីផ្ទះខ្ញុំតបជាប់ខេត្តយូណាននិងកួងជូវឈីជីងដែលត្រូវគេដាក់ឈ្មោះថាបំពង់ករបស់យូណានពាណិជ្ជកម្មរវាងភាគខាងជើងនិងខាងត្បូងមានភាពមមាញឹកក៏បានក្លាយជាកន្លែងប៉ះទង្គិចនិងរួមបញ្ចូលគ្នានៃអាហារប្រណិតដែរប្រជាជនឈីងជីងចូលចិត្តរសជាតិហឹរជាច្រើនបែបមន់ហឹរម្ហូបល្បីប្រចាំតំបន់ខេត្តយូណានម្រេចក៏ត្រូវជាទូឯកម្ រេចត្រូវប្រើ4ឬ5ប្រភេទមានទាំងហឹរមានទាំងឈ្ងុយ ម្រេចឈ្ងុយមកពីឈីងប៉ៃម្រេចហឹរមកពីកួងជូវបញ្ចូលគ្នានៅការនិយមរសជាតិហឹរពីខេត្តយូណាននិងកួងជូវត្រាំម្រេច2ម៉ោងឲ្យទន់បន្ថែមខ្ញីនិងខ្ទឹមរួចកិនឲ្យទៅជាល្បាយម៉ដ្ឋឆាសាច់មាន់1ផោនត្រូវការម្រេចខាប់ដូចនេះ2ផោនហឹរឬមិនហឹរគឺអាស្រ័យលើឆាឆ្អិនឬមិនឆ្អិនបើឆាមិនឆ្អិនល្អគឺមានរសជាតិហឹរស្រាលបើឆាឆ្អិនល្អនឹងមានរសជាតិហឹរឈ្ងុយដុំខ្ញីនិងខ្ទឹមស្រស់ធំធំជួយឲ្យក្លិនហឹរឈ្ងុយកាន់តែខ្លាំងសាច់មាន់មិនដាក់ក្នុងប្រេងងាយស្រួលស្រូបរសជាតិហឹរអំបិលគ្រប់នៅគ្រប់ហើយហឹរខ្លាំងទេទាំងឈ្ងុយទាំងហឹរម្ហូបល្បីតាមរយៈការពេញនិយមញ៉ាំរបស់ក្រុមអ្នកបើកបររថយន្តដឹកទំនិញឥឡូវនេះបានចូលទៅក្នុងតុអាហាររាប់ពាន់គ្រួសារបានក្លាយជាម្ហូបសំខាន់ដែលមិនអាចខ្វះបានសម្រាប់ការជួបជុំថ្ងៃបុណ្យកាន់តែហឹរកាន់តែឆ្ងាញ់កាន់តែហឹរកាន់តែជក់មាត់ហាងមួយអាចឈរជើងក្នុងវិស័យអាហារប្រណិតរាប់សិបឆ្នាំដោយសារតែមាន់មួយចានត្រីមួយខ្ទះការផលិតដែលផ្ដោតតែមួយមុខនិងការគ្រប់គ្រងរយៈពេលយូរបែបនេះប្រជាជនឈីជីងហៅថាម្ហូបមួយមុខគឺមួយពេលម៉ោង5ល្ងាចបរិយាកាសក្នុងផ្ទះបាយចាប់ផ្ដើមមមាញឹកដូចម្ហូបពិសេសរបស់ពួកគេត្រីហឹរចុងភៅអ៊ីបានទម្លាប់និងបរិយាកាសអ៊ូអរបែបនេះយូរហើយចំពោះសាច់ត្រីដែលជាគ្រឿងផ្សំដែលស្រស់ចុងភៅអ៊ីបានវឹកហាត់ជំនាញរហ័សពិសេសរបស់ខ្លួនសីតុណ្ហភាពទឹកត្រូវលើស90អង្សា3ទៅ4វិនាទីគឺបានហើយអ្នកត្រូវតែលាងលម្អិលដែលជាប់ត្រីឲ្យស្អាតស្រោះហើយលាងឲ្យស្អាតទើបគ្មានក្លិនឆ្អាបរលាយដៃទេរលាកប៉ុន្តែទម្លាប់ទៅគឺបានហើយស្បែកដៃលោកធ្លាប់ហើយគឺលែងក្តៅទៀតហើយសៀងជីនហ្វិនដែលជាប្រពន្ធបានយល់នៅពីក្រោយបាត់ដៃដែករបស់ប្តីខ្ញុំនេះគឺជាភាពលំបាកនិងការលះបង់ត្រូវមកចង់ត្រីនឹងកំបិតសុទ្ធតែជារឿងធម្មតាបងស្រីទឹកលេខ207គុយទាវម្ទេសតិចក្នុងនាមជាម្ចាស់ហាងត្រីគាត់ក៏ជួយការងារច្រើនដែរ7 ផោនបានទេបានឃើញមកត្រូវរើសត្រីដែលមានទម្ងន់លើសពី2គីឡូត្រាំជាមួយនឹងស៊ុតមាន់ស1នាទីរក្សាសាច់ត្រីឲ្យនៅស្រស់និងទន់ដាក់គិនឆៃមុនហើយចំដាក់ក្បាលត្រីបន្តមកដាក់ស្បៃជ្រក់យើងខ្ញីម្រេចខ្មៅម្រេចសម្រេចហឹរម្ទេសឈើពៃមិនត្រូវការគ្រឿងទេសច្រើនពេកទេគ្រាន់តែប្រេងក្តៅអាចបង្កើតក្លិននិងរសជាតិពេញលេញពីគ្រឿងផ្សំផ្សេងៗ
បន្ថែមជាមួយបន្លែបំពងអាហារញ៉ាំជាមួយស្រាគឺបានហើយ ស្ពៃជ្រក់យើងប្រើអស់ហើយម៉ាក់បាត់ស្ពៃល្វីងខ្លះទៅធ្វើស្ពៃជ្រក់ភ្ញៀវជាច្រើនញ៉ាំស្ពៃជ្រក់មិនគ្រាន់ត្រូវថែមស៊ីចិនហ្វិននៅអាយុ18ឆ្នាំចេញពីផ្ទះទៅធ្វើការនៅឆ្ងាយធ្លាប់ជាអ្នកបម្រើលក់ដូរតាមផ្សារខំរកជាមួយនឹងប្តីយ៉ាងលំបាកចុងក្រោយបានរកឃើញទេដៅជាមួយនឹងត្រីហិលឡានវ៉ែននេះជាឡានទី4ហើយយើងប្រើឡានវ៉ែនដើម្បីដឹកត្រីពេលខូចយើងបដូរឡានថ្មីមួយទៀត23ឆ្នាំឡានវ៉ែនទី4ហាងទី3ជីវិតរបស់ស៊ីចិនហ្វិននិងប្តីបានបន្តទៅមុខជាមួយនឹងត្រីហិលត្រូវតែខំប្រឹងទើបមានជីវិតកាន់តែប្រសើរពេលដំបូងយើងមានតែ7តុប៉ុណ្ណោះ ដល់ឥឡូវហាងនេះ មាន46តុត្រីមួយឆ្នាំងបានប្រមូលផ្ដុំនៅរសជាតិឈ្ងុយហឹរស្រស់និងទន់បទពិសោធន៍រសជាតិដ៏សម្បូរបែបដូច្នេះហើយវាបង្កើតបានអាហារមួយពេលដ៏ឆ្ងាញ់ពិសាក៏បានបំពេញក្តីសង្ឃឹមរបស់ប្រជាជនឈិងជីងចំពោះជីវិតដ៏ប្រសើរដែរ